សូមស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះដែរខ្ញុំបានប្រមូលផ្ដុំមនុស្ស50នាក់ដែលជា YouTuber ល្បីល្បាញនៅក្នុងពិភពផែនដីហើយប្រសិនបើ YouTuber ម្នាក់ណាដែលឈ្នះក្នុងកម្មវិធីនេះនឹងទទួលទឹកប្រាក់$1 លានហើយកម្មវិធីនេះមិនមាននៅក្នុងប្រវត្តិសាស្ត្រនៅក្នុង YouTube ពីមុនមកនោះទេអ្នកជា1 លាននាក់គឺមានតម្លៃខ្លាំងណាស់នៅក្នុង YouTube ហើយពួកគេទាំងអស់គ្នាកំពុងតែប្រកួតប្រជែងគ្នាក្នុងតម្លៃ$10,000ហើយច្បាប់សាមញ្ញបំផុតនោះគឺហើយអ្នកចង្អុលទៅកាមេរ៉ាហើយដាក់កាមេរ៉ាមិនម្ដាយទៅអូទេខ្ញុំនិយាយលេងទេហើយសូមឲ្យបងប្អូនទាំងអស់គ្នាពិនិត្យមើលបន្ទាត់ក្រហមខាងក្រោមជើងរបស់បងប្អូនទាំងអស់គ្នាទៅបើសិនជានរណាម្នាក់ដើរចេញពីបន្ទាត់ក្រហមនេះនឹងត្រូវដកចេញដូច្នេះហើយសូមឲ្យអ្នកទាំងអស់គ្នាសូមប្រុងប្រយ័ត្នទឹកប្រាក់$1 លានកំពុងតែរងចាំអ្នកទាំងអស់គ្នាហើយអូដូចជាបងប្អូនរបស់ខ្ញុំកំពុងតែមើល Speed Live Game អូហើយកម្មវិធីនេះវាមិនដឹងជាស្អីទៅស្អីទេនេះវ៉ាវខ្ញុំពិតជាមានអារម្មណ៍ធុញថប់ខ្លាំងមែនទែនហើយជាពិសេសមនុស្សនៅក្នុងប្រអប់នេះពិតជាច្រើនខ្លាំងមែនទែនគឺខ្ញុំពិតជាថ្លង់ខ្លាំងណាស់អូវ៉ាវនេះគឺជាលុយមែនទែនណាអូពិតជាលុយមែនទែនមែនហើយអូមើលនេះខ្ញុំបានប្រមូលលុយនេះច្រើនខ្លាំងណាស់ហើយនៅទីបំផុតពួកគេក៏បានបង្កើតវីដេអូមួយយុទ្ធសាស្ត្រល្អបំផុតនោះគឺគ្រាន់តែរក្សាទុកធម៌ពលអូរវាងពួកយើងហើយអ្នកដទៃតើអ្នកកំចាត់ម្នាក់ណាមុនគេអូមែនហើយគឺខ្ញុំចង់កំចាត់ពួកគេទាំងអស់ទុកតែខ្ញុំពីរនាក់បានហើយអូណោះមើលពួកគេទាំងពីរនាក់កំពុងតែវាយគ្នាមែនហ្នឹងអូទេអ្នកឯងឆាប់ចេញពីទីនេះភ្លាមទៅខ្ញុំស្អប់អ្នកឯងខ្លាំងណាស់ឆាប់ចេញទៅអេអ្នកទាំងពីរអ្នកឆាប់មកទីនេះភ្លាមមកហើយអ្នកទាំងពីរមានស្គាល់ដែរឬទេថាអ្វីគឺជាសត្រូវអូខ្ញុំយល់ថាសត្រូវគឺជាការប្រកួតប្រជែងនឹងឯងអូមិនឯងទេខ្ញុំសុំទោសអញ្ចឹងអូមើលណោះគាត់កំពុងតែលាក់ខ្លួនក្នុងខ្សោយលុយហើយមើលទៅ YouTuber ទាំងអស់ពិតជាសាច់សប្បាយខ្លាំងមែនទែនហើយនៅចុងបញ្ចប់នៃវីដេអូនេះគឺវាមិនកើតឡើងវិញនោះទេហើយវីដេអូនេះពិតជាខួខើបំផុតអេ Mr. Big ខ្ញុំពិតជាស្អប់អ្នកខ្លាំងណាស់អឺពិតជាចង្រៃយកមែនអូព្រះហើយខ្ញុំមិនដែលឃើញពីមុនមកទេហើយការប្រកួតប្រជែងនឹងចាប់ផ្ដើមនៅពេលឥឡូវនេះក្រុមការងារឆាប់ទីរនាំងនោះមកអ្នកមិនទាន់ត្រៀមខ្លួនសម្រាប់រឿងនេះនោះទេវ៉ាវពិតជាមិនធម្មតាមែនព្រះអើយអូអ្វីហ្នឹងអូព្រះជាម្ចាស់នោះគឺជារថយន្ត Tesla ហើយសម្រាប់ការប្រកួតប្រជែងលេខ1នោះគឺអ្នកអាចដើរចេញគំនូបណ្ដោះអាសន្ននោះបានហើយព្យាយាមដោយសេរីប្រសិនបើអ្នកធ្វើការបាញ់ប្រហារយើងនឹងផ្ដល់ឲ្យអ្នកជឿទៅអ្នកហើយនឹងរថយន្ត Cybertruck free ទៅអ្នកហើយអ្នកនឹងទទួលបានការអនុញ្ញាតឲ្យត្រឡប់មកវិញក្នុងការប្រជុំប៉ុន្តែបើសិនបើអ្នកខកខានអតិថិជនរបស់អ្នកមិនទទួលបានអ្វីទាំងអស់ហើយអ្នកនឹងត្រូវបានលុបចោលពីកម្មវិធីអូហើយពួកយើងទទួលបានឆាប់តាក់ចានឲ្យរបៀបមកទៅហើយខ្ញុំមិនអាចចាញ់បាននោះទេអូអ្នកឯងជឿជាក់ខ្លាំងម៉េះហើយការបោះបង់ចោលឥតគិតថ្លៃគឺងាយស្រួលខ្លាំងណាស់អូមែនហើយវាពិតជាងាយស្រួលខ្លាំងណាស់ហើយខ្ញុំមិនអាចបោះបង់ចោលបានទេនេះគឺជាសង្គ្រោះជីវិតរបស់ខ្ញុំណាអូមនុស្សគ្រប់គ្នាស្ថិតនៅលើក្រែនោះមែនទេជាសម្រាប់ចិត្តថាតើការប្រកួតប្រជែងដំបូងមានតម្លៃដែរឬទេប៉ុន្តែតាំងបន្ទាប់ពីមករបបធ្វើរឿងមួយនេះមកអេ Jimmyសូមឲ្យអ្នកទាំងអស់គ្នាសំណាងល្អខ្ញុំចាក់ចេញទៅអូទេអ្នកកុំធ្វើវាអីអ្នកឈួនមែនខ្ញុំកំពុងតែធ្វើវាហើយអូគ្មានផ្លូវនោះទេអូមើលមក YouTuber នៅផ្ទៃខាងក្រោយនោះអូណូមើលបរមអ្នកនោះពិតជាសម្ពាធខ្លាំងមែនទែនហើយនេះគឺជាអ្នកជារបស់អ្នកតែអ្នកឈ្មោះអ្វីដែរទៅហើយអ្នកកុំធ្វើគាត់ខកចិត្តណាអូមិនអីទេខ្ញុំជឿជាក់លើអ្នកហើយវាគឺសន្ធិនទៅលើអ្នកម៉ាក់អេបាក់ស៊ូឡើងបាក់ស៊ូអូវ៉ាវមើលសាច់ដុំនិងរៀងរបស់គាត់នោះពិតជាសង្ហាខ្លាំងមែនទែនអូហើយអ្នកគ្រប់គ្រងរបស់ខ្ញុំមានតែមួយគត់គឺ Cybertruck អូវ៉ាវកុំអីអូទេអូវ៉ាវអត់ទេអូអ្នកពិតជាឈួតហើយប៉ុណ្ណឹងក៏អ្នកបោះមិនត្រូវដែរអូមិនអីទេដូចនេះ Mark ត្រូវបានដកចេញពីកម្មវិធីហើយនៅពេលនេះដែរ Shidian បានធ្វើការសម្រេចចិត្តទៅបោះបាល់បោះអេ Shidian ស៊ូឡើងអ្នកកុំចោះចាញ់វាអើយអេ Shidian សាយបតាក់នៅមុខអ្នកអូមិនអីទេខ្ញុំបោះទៅហើយអូទេវាពិតជាអាក្រក់ខ្លាំងណាស់អូវ៉ាវបធួយអូឈីនេះមកមិនទៅទេប្រហែលជាមានតែខ្ញុំទេដែលបោះចូលខ្លាំងមែនណែសាក់មកបោះសាក់ពេលនេះដែរ Shidian ត្រូវបានដកចេញពីកម្មវិធីរបស់យើងអូខ្ញុំគិតថាពេលនេះគឺជាពេលវេលារបស់ខ្ញុំហើយតែអ្នកទាំងអស់គ្នាដឹងទេខ្ញុំគឺជា YouTuber បាល់បោះអូប្រសិនបើអ្នកចាក់ចេញពីទីនេះខ្ញុំក៏ចាក់ចេញពីទីនេះដែរអូមិនអីទេខ្ញុំក៏ចាក់ចេញដែរអេ Jimmy អ្នកបន្ទាប់គឺជាខ្ញុំហើយបរិបទទាំងអស់នេះគឺជាអ្នកគ្រប់គ្រងធំរបស់អ្នកអូអ្នកមានសម្ពាធច្រើនណាហើយខ្ញុំមិនអាចមើលរឿងនេះបានទេព្រោះខ្ញុំមិនអាចមើលវាបានអូចេះសើអ្នកបោះមុនខ្ញុំទៅអូមិនអីទេខ្ញុំបោះវាទៅណាអូវ៉ាវ Chaser គេធ្វើបានហើយសូមមកបោ Chaser ដែលគេធ្វើបានសម្រាប់ Chaser ពិតជាពូកែខ្លាំងណាស់ខ្ញុំពិតជាស្រឡាញ់គាត់ខ្លាំងណាស់ស៊ូឡើងអៃដលអូមើលមកសម្រាប់របស់គាត់នៅពេលនេះ Chaser អាចបន្តទៅមុខទៀតសូមអបអរអ្នកគ្រប់គ្រង Chaser បានទទួលនៅ Drive for Truck មួយអូយើងបានចាញ់បន្ថែមទៀតហើយអរគុណ Chaser ទោះបីជាយ៉ាងណាក៏ដោយក៏មនុស្សគ្រប់គ្នាក៏មិនសិតតែមានសំណាងនោះទេអូមិនអីទេខ្ញុំបោះទៅណាអូទេវាពិតជាអាក្រក់ខ្លាំងណាស់អូវ៉ាវអូ my god អូទេសុំទោស fan ដែលខ្ញុំធ្វើមិនបានហើយក៏សុំទោសខ្ញុំមិនអាចយករថយន្ត Cybertruck នោះបានទេអូអ្នកគ្រប់គ្រង Cybertruck ខ្ញុំគឺនៅផ្ទះតែយើងនឹងមានឱកាសខាត់បងផ្សេងទៀតដែរឬទេអូវាប្រហែលជាមិនមាននោះទេអូអ្នកក្លាហានមកទៀតហើយបងប្អូនអូចាំមើលទឹកដៃរបស់ខ្ញុំមិនធម្មតាទេអូវ៉ាវពិតជាមិនធម្មតាមែនហ៎ថាម៉េចគេធ្វើបានហើយអូវ៉ាវពិតជាអស្ចារ្យមែន Let's go តោះយើងទៅអេបងស្រឡាញ់អូនអេលពូខ្ញុំក៏ស្រឡាញ់លពូដែរខ្ញុំត្រឡប់មកវិញហើយបងប្អូនយេអាចស៊ូ
ហើយបន្ទាប់ពីបានឃើញ YouTuber ដ៏ធំចំនួន3នាក់បាត់បង់ការប្រកួតប្រជែងនេះវាច្បាស់ណាស់តើមានអ្នកណាម្នាក់ចង់សាកល្បងទៀតទេដូច្នេះនៅពេលនេះខ្ញុំអនុញ្ញាតឲ្យ YouTuber ទាំងអស់ដោះស្រាយមែនហើយអូនោះគឺជាអ្នកជំនាញនៅទីនោះតើអូតែវាមិនបានយូរប៉ុន្មាននោះទេតើតែដោះស្រាយបានបង្ការអបសុកហាអញអ្នកល្ងងមែនទេហេតុអីអ្នកធ្វើបែបនេះហើយខ្ញុំមិនដឹងថាហេតុអ្វីបានគាត់ធ្វើបែបនេះនោះទេអូប្រហែលជាបច្ចេកទេសរបស់គាត់មិនទាន់បញ្ចេញនោះទេអូជើងរបស់គាត់មិនបានប៉ះបន្ទាត់ពណ៌ក្រហមនោះទេហើយយើងនឹងពិនិត្យមើលវីដេអូនេះសារថ្មីតើគាត់ប៉ះបន្ទាត់ក្រហមនេះដែរឬទេប៉ុន្តែជាអកុសលជើងរបស់គាត់បានប៉ះបន្ទាត់ពណ៌ក្រហមទៅហើយរហូតមកដល់ពេលនេះ YouTuber ចំនួន4នាក់ទៅហើយបានចាក់ចេញពីកម្មវិធីមួយនេះហើយយើងនឹងត្រូវការម្នាក់ទៀតដែលចាក់ចេញក្នុងកម្មវិធីនេះមុនពេលដែលយើងចាប់ផ្ដើមការប្រកួតប្រជែងមួយនេះបញ្ហាប្រឈមចំនួន2បានចាប់ផ្ដើមនៅពេលដែលពួកគេបានចាក់ចេញធ្វើជួយផងហើយលុយទាំងអស់នេះគឺច្រើនណាស់អ្នកចាប់យកវាព្រមទៅអូតែពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំដូចជាចោលវិញហ្នឹងទេនេះអូតើខ្ញុំអាចយកអាវខ្ញុំទៅជាមួយផងបានដែរឬទេពីការពិតណាមិនអីនោះទេអូវ៉ាវគេធ្វើចឹងបានទៀតអូមិនអីទេខ្ញុំបានលុយ$1000ត្រឡប់ទៅផ្ទះវិញហើយបាយអូមិនអីទេបាយគណៈពេលនេះដែរគឺនៅសល់45នាក់តែប៉ុណ្ណោះហើយខ្ញុំនឹងរៀបចំការប្រកួតនៅលើកទី2ហើយខ្ញុំនឹងត្រឡប់វិញដោយសារការរៀបចំអូខ្ញុំចង់មានន័យថាអ្នកទាំងអស់គ្នារៀបចំកន្លែងនេះឲ្យបានស្អាតទៅលុយរាប់លាន$រៀបប៉ានៅលើឥដ្ឋនេះអេ Mr. B បោះសម្អាតលុយនេះទៅអូមិនអោ Mr. B គាត់ណាជូតឥដ្ឋក៏សង្ហាដែរហើយខ្ញុំមិនដឹងថានឹងប្រាប់អ្នកពីរឿងអ្វីនោះទេហើយឥឡូវនេះប្រាក់ទាំងអស់ត្រូវបានសម្អាតតែអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅសម្រាប់ប្រកួតប្រជែងលើកទី2ហើយឬនៅអូមិនអីទេ Mr. B ខ្ញុំត្រៀមរួចហើយអូមិនអីទេអ្នកទាំងអស់គ្នាខ្ញុំគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាក្រោកឈរឡើងអ្នកនឹងសម្គាល់ឃើញថាមានចំណុចបញ្ឈរ5នៅលើឥដ្ឋដូច្នេះជាធម្មតាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបំបែកគ្នាជាក្រុម9ហើយលើពីនេះទៅទៀតនឹងជ្រើសរើសប្រធានក្រុមសម្រាប់ពួកគេដែលនឹងទទួលបានអភ័យឯកសិទ្ធិសម្រាប់ការប្រកួតប្រជែងរបស់គេនោះហើយអ្វីដែលខ្ញុំចង់និយាយសូមរីករាយនឹងជ្រើសរើសក្រុមរបស់អ្នកទៅនេះពិតជាឈួតហើយពួកយើងត្រូវបែងចែកជា9ក្រុមបើយើងប្រឆាំងគ្នាទៅវិញទៅមកនោះវាពិតជាសោកស្ដាយខ្លាំងណាស់អូមិនអីទេខ្ញុំចូលចិត្តយើងតាហើយយើងស្ថិតនៅ model ដែលលើសពីការពិតហើយគិតពីការប្រឈមនេះអូហើយអ្នកទាំង5ខ្លាចជាក្រុមតែមួយមែនទេបាទពិតណាស់មិនអីទេអូល្អហើយអញ្ចឹងអូតើអ្នកណាខ្លាចជាប្រធានក្រុមរបស់អ្នកទៅអូពួកយើងកំពុងតែធ្វើការសម្រេចចិត្តណាជីមីតើអ្នកបានជ្រើសរើសប្រធានក្រុមហើយឬនៅអូគឺខ្ញុំសម្រាប់ហេតុផលមួយចំនួនហើយគាត់គឺជាអ្នកត្រួតពិនិត្យបច្ចេកទេសនៅលើអ៊ីនធឺណិតដែលល្អបំផុតតែអ្នកអាចជ្រើសរើសប្រធានក្រុមរបស់អ្នកបានដែរឬទេហើយអ្នកមិនអាចសម្រេចចិត្តតែឯងបាននោះទេហើយអ្នកនឹងជ្រើសរើសប្រធានក្រុមដោយរបៀបណាទៅអូទេពួកយើងមកជ្រើសរើសរួចហើយអូគឺ WHO ហ៎ខ្ញុំជ្រើសរើស Skate ខ្ញុំទុកចិត្តគេមួយជីវិតអូមែនហើយគឺខ្ញុំទុកចិត្តគាត់ហើយខ្ញុំទុកចិត្តគាត់ទាំងស្រុងតែម្ដងមិនទេអ្នកនឹងសម្គាល់ឃើញថានឹងមានមេតរបស់ខ្ញុំមកកំពុងតែនាំយកទុកដាក់មុខប្រធានក្រុមនីមួយហើយអ្វីដែលនៅលើទុកនេះអ្នកនឹងស្លប់ស្គាល់បន្តិចហើយអូទេខ្ញុំដឹងថាវាជាអ្វីហើយបាទនៅម្ខាងទៀតតើពួកអ្នកទាំងអស់គ្នាស្គាល់ដែរឬទេប្រធានក្រុមខ្ញុំចង់ឲ្យលើកក្រណាត់ឡើងហើយលាតត្រដាងបញ្ហាប្រឈមឡើងអ្នកមាន calls ចំនួន4អូព្រះជាម្ចាស់របស់ខ្ញុំអើយអូវ៉ាវខ្ញុំពិតជាភ័យសោកខ្លាំងណាស់ហើយប្រធានក្រុមនីមួយទៅតែសម្រេចចិត្តតើថា YouTuber នៅក្នុងក្រុមរបស់ពួកគេនឹងកាត់ខូចនីមួយអូវ៉ាវបើសិនជាពួកខ្ញុំធ្វើឲ្យបែកវាតើទៅជាយ៉ាងណាទៅបើសិនជានរណាម្នាក់ធ្វើឲ្យបែកនោះពួកគេនឹងត្រូវដកចេញអូទេវាមិនពិតនោះទេមិនច្បាស់នោះទេអាស្រ័យទៅលើអ្នកដែលទទួលបាន coach នោះនេះពិតជាងាយស្រួលឬស្ទើរតែមិនអាចទៅរួចនេះក៏ដល់ពេលដែលអ្នកត្រូវហើយគឺជាថ្ងៃអាក្រក់បំផុតសម្រាប់ជីវិតរបស់ខ្ញុំដែលខ្ញុំធ្លាប់ជួប